ហេតុអ្វីបានជា Chelsea សម្រុកទិញកីឡាករកើជើងគ្នាដូចភ្នំតើពួកគេបំពានច្បាប់ហិរញ្ញវត្ថុឬទេហេតុអ្វីបានជាពួកគេបន្តទិញកីឡាករឥតឈប់តើពួកគេមានយុទ្ធសាស្ត្រអ្វីនៅក្នុងរបាយការណ៍ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដែលបានប្រកាសកាលពីថ្មីកន្លងទៅនេះសមាជិកក្រុមកីឡាករ Chelsea ឆ្នាំ2024មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកគឺថ្លៃលើសសមាជិកក្រុមកីឡាករ Real Madrid កាលពីឆ្នាំ2020ទៅទៀតដល់ទៅ 24% រយៈពេល5ឆ្នាំចុងក្រោយគិតមកទល់នឹងឆ្នាំ2024របាយការណ៍បានបង្ហាញថា Chelsea បានចាយជិត 2,000 លានអឺរ៉ូឬក៏ 1.7 ពាន់លានផោនលើតម្លៃផ្ទេរកីឡាករកាលពីខែមីនាកន្លងទៅ2ខែមុននេះ Chelsea បានចាយ62លានផោនទៀតទិញកីឡាករ2នាក់របស់ Sporting Lisbon ក្នុងនោះខ្សែប្រយុទ្ធស្លាបវ័យ17ឆ្នាំ Giovanni Quenda នឹងមកចូលរួម Chelsea ក្នុងឆ្នាំ2026ខណៈខ្សែបម្រើការពារវ័យ20ឆ្នាំ Dario Esogo នឹងមកចូលរួម Chelsea ក្នុងរដូវក្តៅនេះជាកងសេគូសម្រាប់ខ្សែបម្រើការពារ Moises Caicedo ក្រៅពី Dario Esogo នៅមានកីឡាករក្មេងៗមួយចំនួនទៀតដែលនឹងមកចូលរួម Chelsea ក្នុងរដូវក្តៅនេះដែលគិតជាតម្លៃផ្ទេរសរុបប្រមាណជាង150លានផោនដូចជាខ្សែបម្រើ Kendry Paes វ័យ17ឆ្នាំនឹងមកចូលរួម Chelsea រដូវក្តៅនេះតម្លៃ17លានផោនខ្សែប្រយុទ្ធស្លាបវ័យក្មេងប្រេស៊ីលវ័យ18ឆ្នាំ Estevão Willian នឹងមកចូលរួមក្រោយព្រឹត្តិការណ៍ Club World Cup តម្លៃបឋម29លានផោនអាចកើនដល់51លានផោនបូកលក្ខខណ្ឌបន្ថែមផ្សេងអ្នកចាំទីវ័យ19ឆ្នាំ Mike Penders នឹងមកចូលរួមផ្ទេរមកពី Club Genk ក្នុងតម្លៃ17លានផោនក្នុងរដូវក្តៅនេះខ្សែការពារវ័យ19ឆ្នាំ Mamadou Sarr នឹងចូលរួមក្នុងតម្លៃ11.9 លានផោនផ្ទេរមកពី Club Strasbourgតើ Chelsea ទិញកីឡាករចូលច្រើនយ៉ាងដូចនេះហើយការចាយវារបស់ពួកគេនេះពួកគេអាចលៃលកធ្វើវាបានដោយរបៀបណាហើយតើ Chelsea មានយុទ្ធសាស្ត្រអ្វីយុទ្ធសាស្ត្ររបស់ Chelsea សម័យសហម្ចាស់ក្លឹបថ្មី Todd Boehly និងក្រុមហ៊ុន Clear Lake Capital ដែលបានចូលទិញក្លឹប Chelsea បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ក្នុងឆ្នាំ2022គឺប្រម៉ែប្រមូលទិញកីឡាករក្មេងៗដែលមានទេពកោសល្យក្នុងតម្លៃផ្ទេរថ្លៃក៏ប៉ុន្តែប្រាក់ខែនៅតិចនិងចុះកិច្ចសន្យារយៈពេលវែងបង់ថ្លៃផ្ទេរជាដំណាក់កាលនិងអង្គន់ចែកទៅនឹងរយៈពេលច្រើនឆ្នាំនៃកិច្ចសន្យាធ្វើឲ្យកញ្ចប់ចំណាយសរុបមួយឆ្នាំមើលទៅឃើញតួលេខតូចកីឡាករដែល Chelsea ទិញមកចុះកិច្ចសន្យាជាមួយគ្នា7ឆ្នាំ8ឆ្នាំ9ឆ្នាំរហូតធ្វើឲ្យ UEFA រកវិធីសាស្ត្រមួយដើម្បីដេញជើងក្រុមដែលចុះកិច្ចសន្យារយៈពេលវែងជាមួយនឹងកីឡាករគឺកំណត់ឲ្យត្រឹមតែ5ឆ្នាំប៉ុណ្ណោះនៅពេលដែលយកទៅគណនាគិតអំពីតួលេខចំណាយប្រចាំឆ្នាំទោះបីជាក្លឹបកីឡាករចុះកងត្រាដល់ប្រមាណឆ្នាំក៏ដោយប៉ុន្តែគិតផ្នែកហិរញ្ញវត្ថុធ្វើរបាយការណ៍ទៅឲ្យ UEFA គឺចែកនឹង5តែប៉ុណ្ណោះយ៉ាងច្រើនបំផុតបច្ចុប្បន្ននេះក្រុមកីឡាករ Chelsea ជាក្រុមវ័យក្មេងជាងគេក្នុងក្របខ័ណ្ឌ Premier League គឺគិតជាមធ្យមត្រឹមតែ23ឆ្នាំ5ខែប៉ុណ្ណោះរដូវកាលក្រោយនេះអាយុគិតជាមធ្យមក្រុមកីឡាករ Chelsea នឹងកាន់តែទាបជាងនេះទៀតសម័យមហាសេដ្ឋី Roman Abramovich នៅជាម្ចាស់ក្លឹប Chelsea ច្រើនតែទិញកីឡាករល្បីស្រាប់ Superstar យកមកពង្រឹងក្រុមលេងតែម្ដងហើយកីឡាករណាដែលរៀងចាស់វ័យជ្រេបន្តិចទៅលក់ចេញវិញដើម្បីកាត់បន្ថយការចំណាយលើប្រាក់ខែនិងប្រមូលថវិកាចូលក្លឹបមួយចំនួនវិញដើម្បីវិនិយោគលើកីឡាករថ្មីទៀតតែសម័យសហម្ចាស់ក្លឹបថ្មីមហាសេដ្ឋីអាមេរិក Boehly នេះប្រមូលទិញកីឡាករក្មេងប្រាក់ខែនៅតិចតួចចុះកិច្ចសន្យារយៈពេលវែងហើយក្នុងនោះគឺពួកគេដើរលំនាំទីផ្សារបែប Brighton ប្រមូលទិញកីឡាករក្មេងៗយកមកបណ្ដុះបណ្ដាលក្នុងពេលជាមួយគ្នានឹងគឺពង្រឹងក្រុមដើម្បីព្យាយាមប្រជែងយកពានរង្វាន់ណាដែលអាចប្រជែងបានផងបណ្ដុះបណ្ដាលបន្ថែមផងនិងជាមួយគ្នានេះបន្ទាប់ពីបណ្ដុះបណ្ដាលមួយរយៈហើយប្រហែលឆ្នាំហើយប្រសិនបើមិនសូវរីកចម្រើនមិនសូវទៅមុខពួកគេនឹងលក់កីឡាករមួយចំនួនចេញវិញផងដែរមិនមែនមានន័យថាទិញមកទាំងអស់ហ្នឹងគឺចាំតែបណ្ដុះទុកសម្រាប់លេងឲ្យក្លឹបតែមួយមុខទេក៏ត្រៀមបណ្ដុះសម្រាប់លក់យកចំណេញវិញផងដែរជាមួយគ្នានេះ Chelsea ចង់ប្រជែងយុទ្ធសាស្ត្ររបស់ក្លឹបនៅប៉ូទុយហ្គាល់មួយចំនួនដូចជា Benfica ដែលទិញកីឡាករក្មេងៗមានទេពកោសល្យមកពីឡាទីនក្នុងតម្លៃធូរបណ្ដុះបណ្ដាលមួយរយៈខ្លី1ឆ្នាំ2ឆ្នាំ3ឆ្នាំលក់វិញបានតម្លៃថ្លៃខ្ពស់ដូចជាខ្សែបម្រើអាសង់ទីន Enzo Fernandez ដែល Chelsea ទិញមកពី Benfica តម្លៃ107លានផោនឬក៏120លានអឺរ៉ូកាលពីឆ្នាំ2023អញ្ចឹង Benfica ទិញមកក្នុងតម្លៃយ៉ាងទាបបណ្ដុះបណ្ដាលមិនដល់1ឆ្នាំស្រួលបួលផងលក់មកឲ្យ Chelsea បានតម្លៃ120លានអឺរ៉ូឬក៏107
2 លានផោនក្នុងឆ្នាំ2023បន្ទាប់ពីគេល្បីល្បាញធ្វើបានជោគជ័យជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនលើកពាន FIFA World Cup នៅកាតាឆ្នាំ2022អញ្ចឹង Chelsea លែងចង់ដើរផ្លូវទៅទិញកីឡាករល្អៗថ្លៃៗពីក្លឹបផ្សេងដែលគេបន្តមកដំណាក់កាលហើយគឺ Chelsea ចង់ទៅទិញផ្ទាល់ពីប្រភពដើមយកមកបន្តបណ្ដាលខ្លួនឯងតែម្ដងដូចជាខ្សែប្រយុទ្ធស្លាបអ៊ុយក្រែន Mikhailo Modric ដែល Chelsea ទិញមកពី Shakhtar Donetsk តម្លៃដែលអាចកើនដល់89លានផោនកាលពីឆ្នាំ2023ហ្នឹងប្រាក់ប្រចាំសប្ដាហ៍ប្រាក់ចំណូលគឺត្រឹមតែ 97,000 ផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ហើយ Moses Caicedo បើទោះបីថា Chelsea ទិញក្នុងតម្លៃអតតកកម្មអង់គ្លេស115លានផោនពី Brighton កាលពីឆ្នាំ2023ប៉ុន្តែប្រាក់ចំណូលប្រចាំសប្ដាហ៍គឺតិចជាង 18,000 ផោនទេក្នុងមួយសប្ដាហ៍តើ Chelsea បំពេញច្បាប់ហិរញ្ញវត្ថុឬទេក្របខ័ណ្ឌ Premier League ច្បាប់ហិរញ្ញវត្ថុ Premier League អនុញ្ញាតឲ្យក្លឹបមួយខាតសរុបរយៈពេល3ឆ្នាំយ៉ាងច្រើន105លានផោនប៉ុណ្ណោះបើ UEFA វិញក្នុងរយៈពេល3ឆ្នាំដូចគ្នាអនុញ្ញាតឲ្យខាតយ៉ាងច្រើន75លានផោនមានក្លឹបធំៗមួយចំនួនដែលបានបំពេញច្បាប់ហិរញ្ញវត្ថុ Financial Fair Play របស់ UEFA ដូចជា PSG បានរងពិន័យ 8.6 លានផោនកាលពីឆ្នាំ2022ហើយ Chelsea កាលសម័យលោក Roman Abramovich ក៏ធ្លាប់ត្រូវបាន UEFA ពិន័យ 8.6 លានផោនផងដែរគ្រាន់ថាករណីនេះនៅកំពុងត្រូវបានបន្តស៊ើបអង្កេតដោយ Premier League បន្ថែមទៀតនៅឡើយហើយ Chelsea ខ្លួនឯងហ្នឹងក៏កំពុងប្រឈមទៅនឹងការពិន័យ 8.6 លានផោនដែរប៉ុន្តែ Premier League មិនទាន់ចេញសេចក្តីសម្រេចជាផ្លូវការទេកំពុងបន្តស៊ើបអង្កេតតាំងពីឆ្នាំ2023មកក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយរបស់ Chelsea គិតមកទល់នឹងខែមិថុនាឆ្នាំ2024 Chelsea បានចេញរបាយការណ៍ហិរញ្ញវត្ថុថាចំណេញមុនកាត់ពន្ធ 128.4 លានផោនដែលជាតួលេខបូកតួលេខវិជ្ជមានដំបូងតាំងពីសម័យសហម្ចាស់ក្លឹបថ្មី Boehly ចូលមកគ្រប់គ្រងក្លឹប Chelsea ហើយឥឡូវនេះ Chelsea ឈ្នះពាន UEFA Europa Conference League ដែលត្រូវបាន BBC រាយការណ៍ថាបានប្រាក់រង្វាន់សរុបប្រមាណ15លានផោនហើយការបញ្ចប់ចំត្រឡេក4ក្នុងក្របខ័ណ្ឌ Premier League ក៏ត្រូវបាន BBC រាយការណ៍ថាប្រហែលជាបានស្មើរដូវកាលមុនដែររដូវកាលនេះមិនទាន់បញ្ចេញថាប្រមាណទេប៉ុន្តែរដូវកាលមុនលេខ4 Premier League បានប្រាក់រង្វាន់48លានផោនទាំងនេះសុទ្ធតែជាប្រភពចំណូលរបស់ Chelsea ក្នុងចំណោមប្រាក់ចំណេញនេះប្រាក់ចំណូលសំខាន់របស់ Chelsea បានមកពីការលក់ក្រុមបាល់ទាត់នារីនិងលក់សន្តាគារចំនួន2របស់ក្លឹបទៅឲ្យក្រុមហ៊ុនមួយទៀតនៅក្រោមដំបូលក្រុមហ៊ុនមេរបស់សហម្ចាស់ក្លឹបរបស់ខ្លួនគឺក្នុងតម្លៃ 76.6 លានផោនអំឡុងរដូវកាល 2022-23 ហើយការបានកៅអីលេង FIFA Club World Cup 2025 នេះក៏ធ្វើឲ្យ Chelsea ទទួលបានចំណូលជាង50លានផោនដែរពីការមានឈ្មោះលេងពាន FIFA Club World Cup 2025 នៅអាមេរិកហ្នឹងនេះជាការប្រកាសរបស់ Chelseaក៏ប៉ុន្តែ UEFA នឹងចុះមកធ្វើសវនកម្មចុះមក audit ចុះមកពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ Chelsea ផ្ទាល់នៅដំណាច់រដូវកាលហ្នឹងមុនពេលចប់យុទ្ធនាការក្នុងស្រុកនិងទៅលេង Club World Cup នៅអាមេរិកដែល Chelsea ស្ថិតនៅក្នុង Pool D ជាមួយ Flamengo របស់ Brazil, Esperance de Tunis របស់ Tunisia និងអ្នកឈ្នះ Play-off រវាង Los Angeles FC និង Club America ហើយការប្រកួតដំបូងរបស់ Chelsea គឺនៅថ្ងៃទី16មិថុនាមួយទៀតថាតើការចុះកិច្ចសន្យារយៈពេលយូរជាមួយនឹងកីឡាករពីសំណាក់ Club Chelsea ហ្នឹងមានគុណវិបត្តិដែរឬទេមានឥឡូវនេះជាក់ស្ដែងដូចជាកីឡាករ Mikhailo Modric ចឹងកំពុងរងបំរាមបណ្ដោះអាសន្នបន្ទាប់ពីធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់សម្រាប់អ្នកកីឡាបើសិនបើនៅទីបំផុតរកឃើញផ្លូវការថា Mikhailo Modric បានប្រើប្រាស់សារធាតុហាមឃាត់សម្រាប់អ្នកកីឡាដោយចេតនាមែនគេប្រឈមនឹងជាប់បំរាមមិនឲ្យលេងបាល់ទាត់រហូតដល់4ឆ្នាំឯណោះដែលធ្វើឲ្យ Chelsea នឹងត្រូវខាតបង់ច្រើនព្រោះ Mikhailo Modric មានកិច្ចសន្យាជាមួយ Chelsea ដល់ឆ្នាំ2031ឯណោះមួយទៀតកីឡាករដែលគ្នាមិនសូវបានលេងមិនសូវមាននាទីនៅលើទីលានគឺប្រកាសជាធ្វើឲ្យពួកគេចង់ចាក់ចេញហើយបើមានក្លឹបណាចង់បានចរចាត្រូវថ្លៃមិនអីទេប៉ុន្តែបើចរចាមិនត្រូវថ្លៃកិច្ចសន្យានៅរយៈពេលវែងពេលនោះក៏ពិបាកដែរសម្រាប់ក្លឹបចឹងដោយកាលពីខែមករាកន្លងទៅកីឡាករក្មេងៗដែល Chelsea បានទិញមកកន្លងមកបានចាក់ចេញពីក្លឹបដូចជាកីឡាករ Cesare Casadi, Renato Veiga, Kanejiro Wumika ជាដើមបានចាក់ចេញខ្លះក្រោមកិច្ចសន្យាខ្ចីខ្លះចាក់ចេញជាចិនត្រៃហើយកីឡាករដែលទើបតែមកមិនយូរដូចជាកីឡាករ Christopher Nkunku កីឡាករ Kenan Dewsbury Hall ក៏សុទ្ធតែត្រូវបានរាយការណ៍ថាត្រៀមបញ្ចេញវិញដែរនៅក្នុងរដូវក្តៅនេះបាននេះជារឿងរ៉ាវមួយចំនួនពាក់ព័ន្ធទៅនឹងក្លឹប Chelsea ដែលពួកគាត់ទិញកីឡាករមកច្រើនអ្នកក្មេងៗតម្លៃថ្លៃបាទនិងអ្វីដែលជាយុទ្ធសាស្ត្ររបស់ពួកគេ